ពលិបានបង្ក្រាបឃ្លាំងស្តុកសាច់បង្កក់ស្អុយលួចនាំចូលពីប្រទេសថៃខេត្តបន្ទាយមានជ័យលោកខ្លោកនួយអភិបាលរងខេត្តតំណាងឲ្យអាយដាមរាត្រីអភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះនិងអាជ្ញាធរមូលដ្ឋានចូលពិនិត្យឃ្លាំងចំនួន2កន្លែងដែលបានលួចស្តុកទុកសាច់បង្កក់លួចនាំចូលពីប្រទេសថៃស្ថិតនៅភូមិប៉ាលេឡៃ2និងភូមិប៉ាលេឡៃ1ក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025មន្ត្រីជំនាញបានដកហូតយកសាច់បង្កក់ចំនួន6ប្រភេទដូចជាទាមូលចុងស្លាបមាន់គល់ស្លាបមាន់ទាំងមូលស្លាបកណ្ដាលផ្លូវមាន់និងប្រហិតសាច់ជ្រូកយកទៅពិសោធន៍រោគសារជាតិគីមីដើម្បីឲ្យដឹងថាសាច់បង្កក់ទាំងនេះមានគុណភាពល្អទៅតាមស្តង់ដារបច្ចេកទេសឬមិនមានគុណភាពនេះឱកាសនោះដែរលោកខ្លោកនួយអភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថានេះជាការទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនសូមឲ្យកងកម្លាំងឬស្ថាប័នដែលមានការពាក់ព័ន្ធជួយសហការបង្ក្រាបបទល្មើសតាមព្រំដែនឲ្យដឹងតែបានដោយសង្កេតឃើញថាសពថ្ងៃនេះពួកឈ្មួញទុច្ចរិតតែងតែលួចនាំអីវ៉ាន់កិច្ចពន្ធតាមច្រករបៀងជាមួយប្រទេសសៀមតាមបណ្ដោយបន្ទាត់ព្រំដែនដែលមានក្រុងស្រុកចំនួន5នៅក្នុងខេត្តបន្ទាយមានជ័យលោកបានបន្តទៀតថាការទប់ស្កាត់សាច់បង្កក់ដែលដាក់លក់តាមទីផ្សារអាចប្រឈមនឹងជំងឺជាច្រើនដែលយើងមិនអាចទប់ស្កាត់និងពិនិត្យមើលឲ្យបានច្បាស់លាស់ដោយសារតែមានជនខលខូចតែងតែលួចនាំផលិតផលចូលតាមច្រករបៀងជាហូរហែដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលបរិភោគជាប្រចាំគួរបញ្ជាក់ផងដែរថាការដកហូតគ្រឿងបង្កក់នេះមានចំនួន280គីឡូក្រាមមានក្លិនស្អុយនិងខូចគុណភាពសាច់ទាំងអស់នេះក៏បានបញ្ជូនយកទៅដុតកំទេចចោលដោយមានការចូលរួមពីមន្ទីរអង្គភាពអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញផងដែរការបង្ក្រាបឃ្លាំងស្តុកសាច់បង្កក់នេះបានអនុវត្តភ្លាមៗក្រោយការប្រជុំនៅសាលាប្រជុំខសាលាខេត្តបានអញ្ជើញជាអធិបតេយ្យភាពក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់បង្ក្រាបការរត់គេចពន្ធសាច់បង្កក់និងទំនិញខូចគុណភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីអភិបាលរងក្រុងស្រុកកងកម្លាំងទាំង3មន្ទីរអង្គភាពពាក់ព័ន្ធនិងមន្ទីរជំនាញក្នុងឱកាសនោះដែរលោកខ្លោកនួយបានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសេដ្ឋកិច្ចជាតិនិងសុខុមាលភាពប្រជាពលរដ្ឋពីផលប៉ះពាល់វិជ្ជមាននៃការរត់គេចពន្ធនិងការនាំចូលទំនិញខូចគុណភាពបញ្ហាទាំងនេះមិនត្រឹមតែធ្វើឲ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេថែមទាំងបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់និងធ្វើឲ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកផងដែរលោកអភិបាលរងខេត្តបានបញ្ជាក់ថាការរត់គេចពន្ធជាពិសេសសាច់បង្កក់និងការនាំចូលទំនិញខូចគុណភាពគឺជាបញ្ហាដែលរដ្ឋបាលខេត្តមិនអាចមើលរំលងបានឡើយយើងត្រូវតែចាត់វិធានការមើងម៉ាត់ទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះឲ្យបានជាដាច់ខាតនេះគឺជាការទទួលខុសត្រូវរបស់យើងចំពោះជាតិនិងប្រជាជនលោកអភិបាលរងខេត្តក៏បានលើកឡើងនៅវិធានការសំខាន់មួយចំនួនដែលអាជ្ញាធរខេត្តនឹងរំពឹងនិងអនុវត្តយ៉ាងសកម្មរួមមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្លាំងមានសមត្ថកិច្ចពង្រឹងការសម្របសម្រួលនិងការចែករំលែកព័ត៌មានរវាងកម្លាំងនគរបាលកងរាជអាវុធហត្ថកម្លាំងគយនិងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតដែលជួយជើងនៅតាមបន្ទាត់ព្រំដែនបង្កើនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើរាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនជាពិសេសយានយន្តនិងឃ្លាំងស្តុកទំនិញនានាដើម្បីធានាថាទំនិញទាំងអស់ត្រូវបានបង់ពន្ធត្រឹមត្រូវនិងមានគុណភាពសមស្របតាមស្តង់ដារជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យនិងតាមដានការដឹកជញ្ជូនទំនិញដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាពអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសដោយមិនមានការលើកលែងឡើយជាមួយគ្នានេះបង្កើនការផ្សព្វផ្សាយនិងអប់រំដល់អាជីវករនិងប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការរត់គេចពន្ធនិងការចរាចរទំនិញខូចគុណភាពក៏ដូចជាការលើកទឹកចិត្តឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរផងដែរការចាត់វិធានការនេះដោយសារតែមានឈ្មួញឆ្លៀតឱកាសក្នុងការលួចនាំចូលជាប្រភេទប្រហិតស្លាបមាន់ឬជង្គង់មាន់តាមច្រកស្រុកម៉ាឡៃទោះបីស្ថានភាពព្រំដែនបានបិទក្តី